បាត់បងប្អូនទស្សនិកជនជាទីមេត្រីលោកសែមបារាចាងវាងសាព័ត៌មានធានអឹមបានប្តឹងលោកចៅគក់ជេងព្រះរាជអាជ្ញារងកម្មសិក្សាខេត្តបាត់ដំបងទៅក្រសួងយុតិធធម៌និងក្រុមប្រឹក្សាវិន័យនៃអង្គចៅក្រមដោយលោកសែមបារាអះអាងថាលោកព្រះរាជអាជ្ញារងកម្មសិក្សារូបនេះធ្វើការសម្រេចដង្កល់រឿងទុកឥតចាត់ការលើសំណុំរឿងរបស់ខ្លួនទាំងដែលមានឯកសារផុសតាងគ្រប់គ្រាន់ហើយលោកសែមបារាបានចាត់ទុកការសម្រេចដង្កល់រឿងទុកឥតចាត់ការពីសំណាក់លោកចៅគក់ជេងនៅពេលនេះថាជាការប្រើប្រាស់ឆន្ទានុសិទ្ធិក្នុងការដង្កល់រឿងទុកដោយគ្មានតម្លាភាពបណ្ដាលឲ្យលោករងភាពអយុត្តិធម៌បាទជុំវិញរឿងនេះរាយការណ៍ព័ត៌មានលម្អិតដោយលោកកែវរដ្ឋាលោកសែមបារាចាងវាងសារព័ត៌មានបានប្តឹងលោកចៅគក់ជេងព្រះរាជអាជ្ញារងកម្មសិក្សាខេត្តបាត់ដំបងចូលក្រសួងយុតិធធម៌ផងនិងចូលក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផងហើយថែមទាំងប្តឹងអូតូជំទាស់នឹងការសម្រេចរបស់លោកចៅគក់ជេងទៀតផងសូមអរគុណលោកច័ន្ទថនចាងវាងសារព័ត៌មានដើមរៀងក៏ដូចជាអរគុណអ្នកសារព័ត៌មានជាច្រើនអង្គភាពដែលបានសម្ភាសខ្ញុំបាទផងដែរជាក់ស្ដែងលោកចៅគក់ជេងជាព្រះអាជ្ញារងកម្មសិក្សាគាត់មិនបានអនុវត្តទៅតាមក្រមព្រំទាន់នៃមាត្រាទី311 312នោះទេជាក់ស្ដែងគាត់ក្បត់បាទគាត់ក្បត់ទាំងសំណុំរឿងគាត់ក្បត់ទាំងឯកសារគាត់ក្បត់ទាំងផុសតាងទាំងអស់តែម្ដងក្នុងមាត្រាទី311លោកមើលសុផលអភិបាលស្រុកឯកភ្នំនោះគាត់ត្រូវជាប់ទោស1ឆ្នាំតែម្ដងបាទ311ជាបទបរិហាបង្កាច់គេប៉ុន្តែព្រះអាជ្ញារងចុះកម្មសិក្សាចៅគក់ជេងនេះមិនអនុវត្តទេគាត់ក្បត់នឹងវិជ្ជាជីវៈតែម្ដងជាក់ស្ដែងខ្ញុំពិតជារងភាពអយុត្តិធម៌ណាស់អញ្ចឹងបានខ្ញុំប្តឹងទៅក្រសួងយុតិធធម៌ទៅប្តឹងទៅអង្គចៅក្រមទៅទៀតបាទជាពិសេសខ្ញុំបានប្តឹងទៅសាលាតរហូតដល់ថ្ងៃនេះហើយចូលឆ្នាំហើយនៅខែ4នេះហើយក៏មិនទាន់មានអនុវត្តណាមួយឲ្យភាពយុត្តិធម៌សម្រាប់បណ្ដឹងរបស់ខ្ញុំទេព្រោះបណ្ដឹងរបស់ខ្ញុំគឺបណ្ដឹងបរិហាបង្កាច់គេដោយអះអាងថាលោកព្រះរាជអាជ្ញារងកម្មសិក្សារូបនេះប្រើឆន្ទានុសិទ្ធិក្នុងការអនុវត្តនីតិវិធីមានភាពមិនប្រក្រតីលើសំណុំរឿងនិងមិនមានតម្លាភាពបណ្ដាលឲ្យខ្លួនជាដើមបណ្ដឹងរងនៅភាពអយុត្តិធម៌និងការខាតបង់យ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាននេះបើយោងតាមពាក្យសុំអន្តរាគមន៍ចុះថ្ងៃទី23ខែកុម្ភៈឆ្នាំ2026និងពាក្យបណ្ដឹងចុះថ្ងៃទី6ខែមិនិនាឆ្នាំ2026លោកសែមបារាអះអាងថាខ្លួនបានដាក់ពាក្យបណ្ដឹងចុះថ្ងៃទី19ខែមិនិនាឆ្នាំ2025ដោយបានប្តឹងលោកមិលសុផលអភិបាលស្រុកឯកភ្នំខេត្តបាត់ដំបងពីបទបរិហាបង្កាច់គេដែលប្រព្រឹត្តនៅខេត្តបាត់ដំបងកាលពីថ្ងៃទី28ខែតុលាឆ្នាំ2022លោកសែមបារាបន្តថាក្រោយរូបលោកចូលបំភ្លឺនិងដាក់បញ្ចូលផុសតាងគ្រប់គ្រាន់ហើយស្រាប់តែលោកចៅគក់ជេងព្រះរាជអាជ្ញារងខេត្តបាត់ដំបងប្រើឆន្ទានុសិទ្ធិរបស់ខ្លួនដោយសម្រេចតម្កល់រឿងទុកឥតចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ911ចុះថ្ងៃទី11ខែមិថុនាឆ្នាំ2025ដែលមានលោកសែមបារាជាដើមបណ្ដឹងលោកសែមបារាអះអាងទៀតថាការសម្រេចតម្កល់រឿងទុកឥតចាត់ការពីសំណាក់លោកចៅគក់ជេងនៅពេលនេះគឺមានភាពមិនប្រក្រតីផ្ទុយពីអង្គហេតុនិងភស្តុតាងជាក់ស្ដែងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ខ្លួនយ៉ាងធ្ងន់ធ្ងរខណៈដែលភស្តុតាងមានគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកនិងចោទប្រកាន់ជនល្មើសប៉ុន្តែលោកចៅគក់ជេងបែរជាមិនចោទប្រកាន់ជនល្មើសហើយសម្រេចតម្កល់រឿងទុកឥតចាត់ការទៅវិញជុំវិញរឿងនេះលោកសែមបារាបានប្រាប់ដើមរៀងឲ្យដឹងថាដើមចំដំបូងកាលពីថ្ងៃទី25ខែតុលាឆ្នាំ2022សារព័ត៌មាន TNM របស់ខ្លួនបានចុះផ្សាយតាមសំណើរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកឯកភ្នំមុនពេលចុះផ្សាយ TNM បានធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធដើម្បីឲ្យមានចម្លើយទាំងសងខាងស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន
ប៉ុន្តែលោកមុលសុផលអភិបាលស្រុកឯកភ្នំហាក់កើតទុកមិនសុខចិត្តនឹងបានប្តឹងរូបលោកចូលតុលាការខេត្តបាត់ដំបងដោយស្ងាត់ពីបទញុះញង់និងបរិហាកេរ្តិ៍បើតាមលោកសែមបូរ៉ាសំណុំរឿងដែលលោកមុលសុផលប្តឹងរូបលោកនៅពេលនោះគឺលោកមិនដឹងខ្លួននិងមិនដែលបានទទួលដីកាកោះហៅឲ្យចូលបំភ្លឺសោះឡើយផ្ទុយទៅវិញរូបលោកមានការភ្ញាក់ផ្អើលនៅពេលទទួលបានសារក្រមព្រហ្មទណ្ឌលេខ94ចុះថ្ងៃទី11ខែមករាឆ្នាំ2024របស់សាលាដំបងខេត្តបាត់ដំបងដែលសម្រេចផ្តន្ទាទោសរូបលោកឲ្យពិន័យជាប្រាក់4លានរៀលចូលជាថវិការដ្ឋពីបទបរិហាកេរ្តិ៍ជាសាធារណៈប្រព្រឹត្តនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី25ខែតុលាឆ្នាំ2022តាមបញ្ញត្តិមាត្រា305នៃក្រមព្រហ្មទណ្ឌក្រោយរងការផ្តន្ទាទោសទាំងមិនដឹងខ្លួនបែបនេះនៅថ្ងៃទី18ខែមិនិនាឆ្នាំ2024លោកសែមបូរ៉ាក៏បានប្តឹងជំទាស់នឹងការសម្រេចខាងលើដោយស្នើសុំឲ្យមានការសម្រេចជាថ្មីទន្ទឹមនឹងនោះសាលាដំបងខេត្តបាត់ដំបងបានចេញសារក្រមលេខ618ចុះថ្ងៃទី9ខែឧសភាឆ្នាំ2024ដោយសម្រេចតម្កល់សារក្រមព្រហ្មទណ្ឌលេខ94ចុះថ្ងៃទី11ខែមករាឆ្នាំ2024ទុកជាបានការដដែលដោយជួបរឿងហួសចិត្តបែបនេះនៅថ្ងៃទី4ខែមិថុនាឆ្នាំ2024លោកសែមបូរ៉ាក៏បានប្តឹងជំទាស់បន្តទៅសាលាអូតូបាត់ដំបងក្នុងនោះសភាព្រហ្មទណ្ឌនៃសាលាអូតូបាត់ដំបងបានលើកយកសំណុំរឿងនេះមកជំនុំជម្រះដោយសាលាអូតូបាត់ដំបងសម្រាប់ទទួលពាក្យបណ្ដឹងអូតូចុះថ្ងៃទី4ខែមិថុនាឆ្នាំ2024របស់លោកសែមបូរ៉ាទុកជាត្រឹមត្រូវតាមទម្រង់និងគតិច្បាប់និងបដិសេធសារក្រមបណ្ដឹងទាស់លេខ618ចុះថ្ងៃទី9ខែឧសភាឆ្នាំ2024របស់សាលាដំបងខេត្តបាត់ដំបងចោលជាអាសាបង់និងបានសម្រេចឲ្យលោកសែមបូរ៉ារួចផុតពីបទចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈរហូតដល់សារដីកាសាលាអូតូបាត់ដំបងចូលជាស្ថាពរនៅថ្ងៃទី28ខែមិនិនាឆ្នាំ2025លោកសែមបូរ៉ាបានប្តឹងលោកមុលសុផលបកវិញក្នុងបទបរិហាបង្កាច់គេតាមមាត្រា311នៃក្រមព្រហ្មទណ្ឌហើយក៏ត្រូវបានលោកចៅកូជេងព្រះរាជអាជ្ញារងកម្មសិក្សាខេត្តបាត់ដំបងសម្រាប់តម្កល់រឿងទុកឥតចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ911ចុះថ្ងៃទី11ខែមិថុនាឆ្នាំ2025ហើយលោកសែមបូរ៉ាក៏បានប្តឹងអូតូជំទាស់នឹងការសម្រេចនេះផងដែរជាការឆ្លើយតបលោកប៉ងច័ន្ទសុយុទ្ធារាអ្នកនាំពាក្យអัยការអមសាលាដំបងខេត្តបាត់ដំបងបានថ្លែងប្រាប់ដើមរាំងនៅរសៀលថ្ងៃទី20ខែមេសាឆ្នាំ2026ថាមូលដ្ឋាននឹងយោងចំពោះការសម្រេចតម្កល់រឿងទុកឥតចាត់ការគឺមាននៅក្នុងដីកាសម្រេចនោះហើយលោកប៉ងច័ន្ទសុយុទ្ធារាបន្តថាប្រសិនបើដើមបណ្ដឹងកើតទុកមិនសុខចិត្តលើការសម្រេចនេះគឺអាចប្តឹងជំទាស់ទៅសាលាអូតូបានតាមនីតិវិធីគឺយោងយ៉ាងម៉េចអីយ៉ាងម៉េចអានឹងវានៅក្នុងហ្នឹងឯងលើដីកានឹងក៏នឹងយើងមានសិទ្ធិប្តឹងតដូចគ្នាបើយើងមិនសុខចិត្តនឹងសេចក្តីសម្រេចនេះយើងក៏អាចប្តឹងទៅសាលាតបានមេធាវីម្នាក់បានអះអាងប្រាប់ដើមរាំងថាសំណុំរឿងដែលលោកសែមបូរ៉ាប្តឹងលោកមុលសុផលបកវិញពីបទបរិហាបង្កាច់គេគឺជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់ព្រោះលោកមុលសុផលបានប្តឹងលោកសែមបូរ៉ាក្នុងបទល្មើសព្រហ្មទណ្ឌហើយសាលាអូតូបាត់ដំបងបានសម្រេចទម្លាក់បទចោទលើលោកសែមបូរ៉ានិងឲ្យលោកសែមបូរ៉ារួចផុតពីការចោទប្រកាន់អញ្ចឹងស្មើនឹងលោកមុលសុផលប្តឹងគេទាំងគ្មានបទល្មើសប្តឹងបង្កាច់គេលើលោកសែមបូរ៉ាហើយលោកសែមបូរ៉ាប្តឹងលោកមុលសុផលបកវិញពីបទបរិហាបង្កាច់គេតាមមាត្រា311និង312នៃក្រមព្រហ្មទណ្ឌគឺត្រូវតាមច្បាប់ហើយមេធាវីរូបនោះអះអាងទៀតថា
ការសម្រេចតម្កល់រឿងទុកអត្តចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ911ចុះថ្ងៃទី11ខែមិថុនាឆ្នាំ2025គឺជារឿងមិនត្រឹមត្រូវនោះទេក្នុងនោះលោកសែមវរាអាចប្តឹងជំទាស់ទៅសាលាអូតូបាត់ដំបងបើនៅតែគ្មានចំណាត់ការទៀតអាចប្តឹងសុំអធិបញ្ជាពីក្រសួងយុត្តិធម៌ខ្ញុំបាទកែវរដ្ឋាធ្វើសេចក្តីរាយការណ៍ពិសេសចេញពីរាជធានីភ្នំពេញ